របស់យើងលាយរួចរាល់ហើយមកទឹកជ្រលក់របស់យើងសរបស់យើងនេះគួរឲ្យចង់ញ៉ាំមែនតើបងប្អូនឥឡូវនេះគឺយើងយកទឹកស្រស់របស់យើងយកមកស្រោចពីលើក្នុងនេះដើម្បីយកទៅដុតបន្ថែមទៀតឲ្យកាន់តែរសជាតិកាន់តែឆ្ងាញ់ផងដែរនេះគឺខ្ញុំលាបឲ្យពេញតែម្ដងបងប្អូនឥឡូវនេះគឺត្រប់ឲ្យសំទោសត្រប់ទេឥឡូវនេះគឺម្ទេសក៏ខ្ញុំដាក់ចូលដែរដាក់ឲ្យវាមានជាតិកាន់តែហឹរឆ្ងាញ់បងប្អូនសាក់របស់ធ្វើទាំងអស់គ្នាទៅដឹងតែឆ្ងាញ់តែម្ដងអូខេបងប្អូនឥឡូវនេះគឺត្រប់របស់យើងបានដុតឆ្អិនហើយអីយ៉ាកន្លែងនេះចាប់លឿនពេកបងប្អូនឆ្ងាញ់មែនតើឥឡូវដល់យើងចាប់ត្រប់ធំហើយមកហ្នឹងគឺម្ទេសបងប្អូនឥឡូវយើងចាប់ត្រប់តែម្ដងវ៉ាវបងប្អូនមើលសាច់ខាងក្នុងរបស់វានេះអូខេបងប្អូននេះត្រប់ដុតយើងបាញ់ហ្នឹងណាមើលពណ៌រសជាតិឆ្ងាញ់តែម្ដងកុំភ្លេចធ្វើសាក់ទាំងអស់គ្នាណាបងប្អូន